ថ្ងៃនេះខ្ញុំបានមកធ្វើបង្អែមមួយមុខតែបង្អែមហ្នឹងខ្ញុំបានធ្វើចេញពីដំឡូងបើការធ្វើវិញក៏មិនជាពិបាកអីដែរយើងគ្រាន់តែមានជាមួយនឹងដំឡូងម្សៅឆាម្សៅដំណើបហើយយើងមានជាមួយនឹងកាកដូងខ្ចីផងដែរជាដំបូងខ្ញុំធ្វើការចិតសបកដំឡូងអីអស់ហើយខ្ញុំយកដំឡូងហ្នឹងទៅចំហុយឥឡូវនេះគឺដំឡូងរបស់យើងបានឆ្អិនហើយពេលយើងចាក់ទៅគឺឃើញវាផុយបែបនេះអូយតំណមែនតើបន្តទៅទៀតនេះខ្ញុំនឹងបន្តយកដំឡូងទៅលាយជាមួយនឹងម្សៅដើម្បីធ្វើបង្អែមដែលបង្អែមមួយមុខហ្នឹងគឺខ្ញុំអត់ដែលបានញ៉ាំហើយក៏អត់ដែលបានឃើញដែរអញ្ចឹងខ្ញុំមកសាកធ្វើបង្អែមមួយហ្នឹងបន្ទាប់មកយើងមកធ្វើការជ្រុំនៅដំឡូងរបស់យើងជ្រុំឲ្យវាបែកឲ្យវាម៉ត់ការជ្រុំយើងអាចយកអីមកជ្រុំក៏បានដែរហើយតែអាចធ្វើដំឡូងរបស់យើងវាបែកឥឡូវនេះយើងបានកិនដំឡូងយើងបានម៉ត់ប៉ុណ្ណឹងហើយខ្ញុំធ្វើការលាយជាមួយនឹងម្សៅដំណើបហើយនឹងម្សៅឆាជាបន្ទាប់ខ្ញុំក៏បានយកទឹកមកចាក់លាយម្សៅនិងសាច់ដំឡូងលាយចូលគ្នាឲ្យសមល្មមលាយល្បាយឲ្យคล้ายទៅជាបែបនេះខ្ញុំក៏បន្តសូនវាទៅជាមូលពេលសូនបានហើយខ្ញុំក៏បានយកនំរបស់ខ្ញុំហ្នឹងទៅដាក់ចំហុយពេលចំហុយឆ្អិនហើយយើងមើលទៅសាច់នំឡើងទន់ហើយមានសភាពស្រស់ស្អាតខ្លាំងមែនតើពេលនំឆ្អិនខ្ញុំក៏បានស្រង់នំហ្នឹងមកដាក់ជាមួយនឹងទឹកត្រជាក់ដើម្បីកុំឲ្យនំវាស្អិតចូលគ្នាហើយខ្ញុំបានមកធ្វើជាមួយនឹងទឹកបង្អែមដោយមានទឹកហើយខ្ទិះដូងទឹកដោះគោខាប់ជាមួយនឹងទឹកដោះគោស្រស់ហើយខ្ញុំបានដាក់អំបិលបន្តិចផងដែរហើយបន្តមកទៀតខ្ញុំក៏បានចាក់បង្អែមនឹងចូលកូរចុះកូរឡើងមើលមកល្មមឆ្អិនខ្ញុំក៏បានបញ្ចូលនៅសាច់ដូងខ្ចីហើយបិទភ្លើងជាការស្រេចអ្នកណាក៏បានសូមរាប់នោមមានទុកដូចខ្ញុំឲ្យតែគេជេរថ្នមលួងលោមខ្ញុំចង់បានមកជាគ្នាបើមានចិត្តល្អអាចព្យាបាលរបួសចិន្តាជាវត្ថុបំណងប្រាថ្នាដែលខ្ញុំរងចាំជាយូរមក